Sẽ chốt chôn máu phải cánh Goal Jonathan Tas. Ôi bà bạch chay cái tên nó không ca vay cánh srop bal tới ní sát na bà primit bà ca teh bal pla mau pi Michael Olise bà Jonathan Tas គ្រាន់តែវាយកែងបន្តិចទៅចូលទីបានសម្រេចតែម្ដងបាទតាស់ឬក៏បាទយូប៉ាមីកាណូបានមិញទស្សនារូបភាពម្ដងទៀតបាទការពាំងបាល់ពីជណាព្រីបាទទប់បានហើយក៏បញ្ជូនមក Michael Olise គៀសឆ្វេងបន្តិចបាទចុចផ្លាចូលមកវាយកែងបច្ចេកទេសទៅពីអូបាទ Jonathan Tas រកគ្រាប់បាល់ដំបូងបាទបើកកៅនៅមុខក្នុងការប្រគួតនេះបាទអូបាទបាល់នេះសង្ស័យតែគេគិតលុយឌីអាហើយមើលទៅអូគិតលុយឌីអាបាត់ហើយបាទឡងពីជើងរបស់ Jonathan Tas មកប៉ះជើងរបស់ Luis Diaz បាទប្រិមិត្តចឹងបាល់នេះគិត Luis Diaz បាត់ហើយបាទ 1-0 Harry Kane Goal 2-0 Harry Kane អូយបាទច្បាស់មែនតើប្រិមិត្តអត់មានឲ្យផ្លាត់ស្នៀតទេបាទ Harry Kane នេះសុទ្ធមិនដែលផ្លាត់ទេពេលនាទីបាទអញ្ចឹងនេះគឺជាគ្រាប់បាល់ទី9ហើយបាទសម្រាប់ Kane បាទសុទ្ធអីសុទ្ធមកឡើងទៅលោកហើយទស្សនារូបភាពម្ដងទៀតនេះបាទទះទៅខាងស្ដាំបាទអ្នកចាំទីហក់មកឆ្វេងបាទប៉ុន្តែបើយើងគិតអ្នកចាំទីគឺខាងស្ដាំដៃអ្នកចាំទីបាទប៉ុន្តែ Kane ទះទៅឆ្វេងដៃអ្នកចាំទីវិញបាទហក់ទៅមិនបានល្អទេបាទមិនចំការសុទ្ធរបស់ Kane ទេបាទដាច់ចង្កេះផឹងតែម្ដងបាទ 2-0 Harry Kane ទាញឌីអាបាទ Kane Goal Harry Kane 5ប្រគូត10គ្រាប់អូយបាទ Harry Kane 5ប្រគូតនៅ Bundesliga 10គ្រាប់អូយបាទកីឡាកររូបណាអាចធ្វើបានទៅលោកហើយបាទល្អយ៉ាងនេះបាទបាល់នេះគឺបង្កើតឱកាសចេញពីជើងរបស់ Luis Diaz បាទទស្សនារូបភាពម្ដងទៀតការបញ្ជូនចេញពីជើងរបស់ Laimer សម្លឹងឃើញ Luis Diaz ទាញចូលក្នុងប្រអប់ហ្វាំងទាញទាត់ស្ដាំខ្លួនឯងឬផ្លិចជើងខ្សែការពារផ្ដេកខ្លួនថែមបាល់នេះបញ្ចូលទីតែម្ដង 3-0 អ្នកសុទ្ធបញ្ចូលទីគ្រាប់បាល់ទី3នៅតែជា Harry Kane បាទទាត់ស្ដាំអូផ្លោះស្នៀតមួយគ្រាប់មកវិញទៅហើយបាទ Boniface សុទ្ធបញ្ចូលទីបាទអើយ Van der Bregman បាទបាល់ offside នោះប៊ីអាយលេងម៉ាក់នេះបាទលេងផ្លូវចិត្តហើយបាទបាល់នេះ offside មែនបាទផ្លត់ស្នៀតពីមេធំបាទមេធំស្រូប៊ូទិកមេធំបាទប្រយ័ត្នប្រយែងផងបាទស្រូចោះទប់បានសុទ្ធឆ្វេង Goal 4-0 បាទទីបំផុតបាទបាយយើងនិចសុទ្ធគ្រប់បាល់ទី4បានហើយបាទមិនមែន Nicolas Jackson បាទក៏មិនមែន Luis Diaz បាទហើយក៏មិនមែនជា Michael Olise ដែរបាទអ្នកសុទ្ធបញ្ចូលទីគ្រាប់បាល់ទី4ឲ្យ FC Bayern Munich បាទគឺខ្សែការពារស្លាប់ខាងឆ្វេង Laimer បាទពួកថ្ងៃនេះគាត់លេងការពារឆ្វេងទស្សនារូបភាពម្ដងទៀតកាត់ចូលមកផ្លោះប៉ះក្នុងខ្សែការពារ Rafael Guerreiro បាទហើយក៏ឡងមកតែក្បាលទម្លាក់ទៅវិញបាទនេះបាទ Because គាត់សម្លឹងឃើញក៏ចោះខ្លីទៅ Laimer ទះឆ្វេងទៅបច្ចេកទេសសុទ្ធសាធតែម្ដងសម្រាប់បានគ្រាប់បាល់ទី4បាទ 4-0 បាទល្អណាស់បាទបាល់នេះបាទទស្សនារូបភាពម្ដងទៀតបាទទាញទៅមកជើងភ្លឹបបាទស្អាតចាស់ បាទលោកកញ្ញាកណាលប្រិមិត្តបងប្អូនយើងបាទក៏សម្រាប់ចិត្តផ្លុំកញ្ចែបាទបញ្ចប់ការប្រកួតជាផ្លូវការទៅហើយបាទចឹងអបអរសាទរសម្រាប់
បាទស៊ីបាយយមរិចបាទដែលទទួលបានជ័យជំនះនៅក្នុងការប្រកួតសប្តាហ៍ទី5បាទលើកកម្ពុជារបស់បាទលម៉ង់ Bundesliga នេះបាទយ៉ាងចាស់ដៃតែម្ដងមកទៅលើក្រុមភ្ញៀវ Werder Bremen បាទលទ្ធផលគឺ5សំទោសបាទគឺ4-0 បាទខណៈដែល4គ្រាប់ទៅសល់សុទ្ធបញ្ជូនទីដោយបាទកីឡាករ3នាក់ផ្សេងគ្នាគ្រាប់បាល់ទី1សុទ្ធដោយ Jonathan Tah បាទបញ្ជូនចេញពីជើងរបស់ Jonathan Tah បាទគ្រាប់បាល់នេះគឺគិតទៅ Luis Diaz បាទទី22គ្រាប់បាល់ទី2សុទ្ធដោយ Harry Kane បាទបាល់ពេនាទីនាទី45ចុងម៉ោងបាទគ្រាប់បាល់ទី3បាទសុទ្ធដោយ Harry Kane ដដែលបាទនិងគ្រាប់បាល់ទី4របស់មិញគឺសុទ្ធដោយបាទGorat Leimer បាទនាទីទី87ជាប់ការប្រកួតធ្វើការផលិតផល4-0តែចង់អរគុណបងប្អូនយើងច្រើនសម្រាប់ការតាមដានទស្សនាការផ្សាយបន្តផ្ទាល់បាទការប្រកួតតាំងពីដើមរហូតដល់ចប់បាទរកពេកលឺលួចំណុចខ្វះខាតបាទត្រង់ចំណុចណាមួយដោយបាទចេតនាសូមកាន់តែអ្នកចេះស្រីបាទជំក្រោយពីខ្ញុំបាទមានទីបាទរួមទាំងក្រុមការងារ Esport បាទជំរាបលាជួបគ្នានៅការប្រកួតក្រោយទៀតបាទសូមអរគុណរីករាយសួស្តី